มาสการประเทศราชเทระกรุปองยิมานโปหยัดโยมไงตีมาภัยบำใบไข่กัญญาชนะพิปอนภัยพรำมาเพียบในมวลมาดอลวอดตรัสบูพอมวลมาดอลวอดตรัสบูไงนี้ก็មានសទ្ធាជ្រះថ្លាចង់ធ្វើវីដេអូដើម្បីបង្ហាញជូនដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់ឲ្យបានដឹងថាខ្មែរយើងមានវត្តនៅខេត្តត្រាស់បូរចឹងតាមដានទស្សនាទស្សនភាពវត្តទាំងអស់គ្នាវត្តខ្មែរធម្មរតនារាមហើយវត្តត្រាស់បូរស្ថិតនៅក្នុងខេត្តត្រាស់បូរដែលប្រជាអធិការព្រមទាំងគណៈកម្មការបានកសាងយ៉ាងស្រស់ស្អាតមានចម្លាក់ក្បាច់ក្បូរនៅតាមរបងវត្តហើយទស្សនភាពនេះផងដែរគឺគណៈកម្មការអាចារ្យក៏ដូចជាព្រះសង្ឃលោករៀបចំកម្មវិធីបុណ្យកឋិននៅថ្ងៃទី12ខាងមុខនេះចម្រើនពរមកភាពបានផ្ដិតយកនៅទស្សនភាពទាំងស្រុងនៅក្នុងបរិវេណវត្តត្រាស់បូរតែម្ដងយើងឃើញថានៅតាមរបងវត្តត្រាស់បូរមានក្បូរក្បាច់ចម្លាក់ស្អាតណាស់ញាតិញោមក៏នេះញាតិញោមពុទ្ធបរិស័ទជាចំណុះជើងវត្តធម្មរតនារាមហើយវត្តត្រាស់បូរជើញមកធ្វើម្ហូបដើម្បីប្រគេនព្រះសង្ឃជាប្រចាំថ្ងៃផងដែរហើយអាកាសធាតុនៅទីនេះរៀងត្រជាក់បន្តិចញាតិញោមរៀងត្រជាក់បន្តិចហើយឃើញព្រះសង្ឃលោកពាក់អាវហ្នឹងគឺត្រជាក់ខ្លាំងណាស់បើសិនជាអត់បានការពារបានល្អទេវាប៉ះពាល់ដល់សុខភាពដល់កលៀនអីជាដើមណានេះរូបព្រះបដិមានៅខាងក្រៅកុដិផងដែរដោយសារតែបរិវេណនាងទូចតិចទៅប្រសង់លោកធ្វើដើម្បីកុំឲ្យខាតស្ប៉េសរបស់វត្តនេះទស្សនភាពនៅខាងក្រោយកុដិណាបងណាមានរបងមានចម្លាក់ស្អាតណាស់បងណាជាក្បូរក្បាច់រចនាបែបខ្មែរហើយនៅខាងក្រោយនេះផងដែរក៏មានព្រះពុទ្ធបដិមាប្រញាសមួយផងដែរបងនៅខាងក្រោយកុដិមានសរសេរថាវត្តធម្មរតនារាមហើយវត្តត្រាស់បូរនៃសមាគមអរិយធម៌ខ្មែរបានពរញាតិញោមនេះក្មេងៗដែលជាកូនខ្មែរកូនកាត់ខ្មែរមកសិក្សារៀនសូត្រអក្សរខ្មែរហើយសិស្សទាំងអស់មានតាមដឹងព័ត៌មានប្រហែលជា70នាក់ហើយមកតាមវេនតាមម៉ោងអញ្ចឹងទៅបងឃើញថាទោះបីជាខ្មែរយើងនៅដល់ទីណាក៏ដោយក៏មិនបោះបង់អក្សរជាតិរបស់ខ្លួនដែរហើយអ្នកគ្រូក៏ខំប្រឹងចំណាយពេលវេលាដើម្បីបង្រៀនអក្សរខ្មែរដល់បងប្អូនផងដែរបងតាមមើលជាក់ស្ដែងនេះគឺក្មេងៗមករៀនស្រៈបញ្ជញ្ញៈជាថ្នាក់ដំបូងជាថ្នាក់មត្តេយ្យហើយបងថ្នាក់ទី1ហើយហ្នឹងហើយសិក្សារៀនសូត្រនឹងក៏សូមជូនពរក្មេងៗទាំងអស់បងប្អូនទាំងអស់ឲ្យរៀនឆាប់ចេះឆាប់ចាំនៅអក្សរសាស្ត្រជាតិរបស់យើងផងដែរបងហើយនេះផងដែរគឺទស្សនភាពនៅក្នុងកុដិឬក៏អាចហៅថាជាព្រះវិហារវត្តនៅខាងក្រោមនេះមានព្រះបដិមាធ្វើអំពីស្ពាន់ណាឃើញថាស្រស់ស្អាតណាស់បើការតុបតែងបើទោះបីជាទីកន្លែងតូចក៏ដោយក៏គួរជាទីជ្រះថ្លារបស់ព្រះសង្ឃនិងពុទ្ធបរិស័ទដែលបានអញ្ជើញនិមន្តមកកាន់វត្តត្រាស់បូរផងដែរបងវីដេអូមានតែប៉ុណ្្នឹងឯងអាត្មាក៏សូមអរគុណនិងអរគុណញាតិញោមលោកម្ចាស់ដែលបានតាមដានទស្សនាណាសូមឲ្យបានជួបតែសេចក្តីសុខសេចក្តីចម្រើនទាំងអស់គ្នា